អូខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងចេញវីដេអូលក់សៀវភៅដែលថ្ងៃនេះខ្ញុំលក់សៀវភៅ consuming items consuming items ប្រែថាសម្ភារៈប្រើប្រាស់អញ្ចឹងសៀវភៅសម្ភារៈប្រើប្រាស់ខ្ញុំដាក់បញ្ជាក់ឲ្យគឺអង់គ្លេសទៅខ្មែរអូខេអញ្ចឹងនៅក្នុងហ្នឹងខ្ញុំបកពីភាសាអង់គ្លេសទៅខ្មែររួចហើយសូមបញ្ជាក់សៀវភៅសម្ភារៈប្រើប្រាស់ហ្នឹងខ្ញុំរៀបតាមលំដាប់អក្សរទៀតណាអ្នកនរគ្នាពីអក្សរ A ដល់អក្សរ Zហ្នឹងហើយចឹងឲ្យតែសម្ភារៈប្រើប្រាស់ទូទាំងសកលលោកគឺមានទាំងអស់តែហើយតាមលំដាប់អក្សរហើយបកប្រែឲ្យខ្មែរបកប្រែភាសាខ្មែរឲ្យស្រេចចឹងអ្នកនរគ្នាគ្រាន់តែយកទៅទន្ទិញទៅយកទៅប្រើការនៅក្នុងស្ថាប័នការងាររបស់អ្នកគ្នាបានហើយណានេះអ្នកនរគ្នាមើលសញ្ញាព្រួញទី1នេះសៀវភៅ consuming item សម្ភារៈប្រើប្រាស់ហ្នឹងផ្ដោតសំខាន់លើត្រីទី1សម្ភារៈពាក្យសម្ភារៈប្រើប្រាស់ទាំងអស់នៅទូទាំងសកលលោកហើយយើងបើកវងចោលហ្នឹងអង់គ្លេសទៅខ្មែរមានន័យថាពាក្យនឹងនៅទូទាំងសកលលោកឲ្យតែតាក់ទងសម្ភារៈប្រើប្រាស់គឺមាននៅក្នុងសភៅនឹងទាំងអស់ហើយខ្ញុំបកពីភាសាអង់គ្លេសទៅភាសាខ្មែររួចហើយត្រីទី2ពាក្យនីមួយៗត្រូវបានរៀបតាមលំដាប់អក្សរពី A ដល់ Z អញ្ចឹងអក្សរ A នឹងមានពាក្យអីខ្លះហើយមានប្រមាណពាក្យបាទរហូតដល់អក្សរ Z នោះត្រីទី3ពាក្យនីមួយៗត្រូវបានប្រើប្រាស់ជាអន្តរជាតិអញ្ចឹងពាក្យនោះសិតតែត្រូវបានទទួលស្គាល់ជាអន្តរជាតិហើយហ្នឹងហើយយកទៅប្រើប្រាស់ជាផ្លូវការចេញជាស្តង់ដារអន្តរជាតិណាសញ្ញាព្រួញទី2អ្នកដែលអាចប្រើសៀវភៅ consuming items នេះបានគឺទី1សិស្សកម្រិតទាបទី2សិស្សកម្រិតមធ្យមទី3សិស្សកម្រិតខ្ពស់ទី4និស្សិតនៅតាមសាកលវិទ្យាល័យនានាទី5បុគ្គលិកក្រុមហ៊ុនទី6បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលទី7អ្នកបកប្រែទូទៅទី8គ្រូបង្រៀនភាសាអង់គ្លេសអញ្ចឹងអ្នកទាំងអស់ហ្នឹងសុទ្ធតែអាចប្រើប្រាស់សៀវភៅហ្នឹងបានហើយព្រោះខ្ញុំបញ្ជាក់ឲ្យណាសៀវភៅហ្នឹងគ្រាន់តែអ្នកនរទិញទៅកាន់ហើយទន្ទិញទៅតាមលំដាប់អក្សរទៅហ្នឹងហើយយកទៅប្រើប្រាស់ជាផ្លូវការទៅបានហើយណាហើយសញ្ញាព្រួញទី3នេះទំនាក់ទំនងទិញសៀវភៅនេះតាមរយៈ Telegram របស់ខ្ញុំគឺ093 553 191តែអញ្ចឹងខ្ញុំបញ្ជាក់បន្ថែមតិចតាក់ទងទៅនឹងសៀវភៅ consuming items សម្ភារៈប្រើប្រាស់គឺជាសៀវភៅដ៏ល្អបំផុតមួយដែលអ្នកសិក្សាឬក៏អ្នកធ្វើការគ្រប់រូបត្រូវតែមានពីព្រោះពាក្យហ្នឹងពិបាករកអ្នកនេះហៅសម្ភារៈប្រើប្រាស់ពីអង់គ្លេសទៅខ្មែរពិបាករកបើរកតាមសៀវភៅតាមគេដាក់លុតលើទីផ្សារគាត់ចោះតិចហ្នឹងតែបើខ្ញុំមានទាំងអស់ពីអក្សរ A ដល់អក្សរ Z គឺមានទាំងអស់តលណាបើប៉ុណ្ណឹងទៅហើយអូខេហើយខ្ញុំបញ្ជាក់ម្ដងទៀតបើអ្នកនរមានបំណងចង់ទិញសៀវភៅសម្ភារៈប្រើប្រាស់ពីអង់គ្លេសទៅខ្មែរនេះទៅប្រើការនៅក្នុងស្ថាប័នការងាររបស់អ្នកអាចតាក់ទងមក Telegram របស់ខ្ញុំគឺ093 553 191អូខេបើប៉ុណ្ណឹងអ្នកនរ